លុះថ្ងៃបន្ទាប់ឪពុកម្ដាយរបស់សត្វទេវង្សក៏បានមកចូលចែកចៅរាជធានីឲ្យកូនរបស់ពួកគេកាលពីភាគមុនយាយអាំត្រូវបានព្រាយអាបចូលសន្ធឹកហើយត្រូវបានគ្រប់គ្រងលើរាងកាយរបស់គាត់តាំងពីពេលនោះមកគាត់នៅតែក្នុងផ្ទះមិនចេញក្រៅនោះទេនេះលោកយាយមកស្រុកខ្លួនទៀតហើយមកតែលោកយាយមិនអីទេគ្រាន់តែអស់កម្លាំងបន្តិចប៉ុណ្ណោះសម្រាប់តែបន្តិចទៅក៏លែងអីហើយណាចៅខែលោកយាយបែបនេះខ្ញុំមិនសប្បាយចិត្តសោះនេះចាប់ពីពេលនេះទេខ្ញុំមិនឲ្យលោកយាយធ្វើអីទៀតទេខ្ញុំនឹងខំធ្វើការរកបន្លែមកលក់ចិញ្ចឹមលោកយាយតែម្នាក់ឯងខ្ញុំមិនឲ្យលោកយាយហត់ទៀតនោះទេកុំគិតច្រើនអីណាចៅយាយមិនបានកើតអីឯណាចៅនិងសាច់ជ្រូកកាលពីថ្ងៃមុនអស់ហើយមែនទេចាលោកយាយសាច់ខ្ញុំបានប្រឡាំងទុកឲ្យលោកយាយពិសាហើយលោកយាយឃ្លានមែនទេចាំខ្ញុំរៀបចំជូននេះមានសាច់ស្រស់ដែរទេចៅសាច់ស្រស់យាយរសាច់ស្រស់ធ្វើអីទេគឺអត់មានទេណាយាយខ្ញុំបានអាំងឆ្អិនអស់ហើយលោកយាយឃ្លានមែនទេអត់ទេយាយមិនទាន់ឃ្លានទេអញ្ចឹងចៅមានអីត្រូវធ្វើក៏ទៅធ្វើចោះហ្នឹងយាយសុំសម្រាប់បន្តិចយាយអាំមូតានៅផ្ទះដែរទេនឹងលោកមិនសមទេចាមីងមានការអីមែនទេនីងយ៉ាងមិនហើយក្មួយរយៈនីងមិនឃើញតែលក់ដូរសោះចង់ឲ្យអីក៏មិនឃើញមនុស្សគឺមួយរយៈនេះលោកយាយខ្ញុំគាត់មិនសូវត្រូវខ្លួននឹងណាមីងតែមិនបានត្រូវអីលោកនេះមិនអីមែនទេហត់នេះសាច់គោនិងគ្រឿងក្នុងខ្លះមីងយកមកឲ្យធ្វើអីហូមក៏ធ្វើទៅបន្លាក់អាំងក៏បានធ្វើពោះគោនឹងដាក់ស្ងោរជ្រលក់ទឹកប្រហុកនឹងក៏បានដែរចាអរគុណណាមីងពិតជាចិត្តល្អនឹងគ្រួសារខ្ញុំណាមិនរបស់ឲ្យហូបរហូតខ្ញុំមានតែពេលថាអរគុណទេសម្រាប់ទឹកចិត្តល្អមួយនេះនោះមិនអីទេណាំងព្រោះម្ដាយឪពុករបស់ក្មួយក៏ជាមនុស្សល្អដែរហើយក៏តែងតែល្អជាមួយមីងរហូតមកដែរតាំងពីពួកគាត់ស្លាប់ទៅឃើញថាក្មួយនេះមានជីវភាពក្រលំបាកណាស់ហើយត្រូវមានជីដូនត្រូវមើលថែទៀតផងអញ្ចឹងហើយបានជាមីងមានអីបន្តិចបន្តួចក៏នឹកឃើញនឹងណាំងចាខ្ញុំអរគុណម្ដងទៀតណាមីងមែនហើយមិញនេះឮថាយាយគាត់ឈឺមែនទេឈឺអីទៅបានរកថ្នាំឲ្យគាត់ពិសាហើយនៅហ្នឹងគាត់គ្រាន់តែអស់កម្លាំងធម្មតាទេមីងប្រហែលជាថ្ងៃមុនគាត់ដើរឆ្ងាយពេកតែបានជាធ្វើឲ្យគាត់មិនស្រួលខ្លួនបែបនេះទេមនុស្សចាំតែប៉ុណ្្នឹងហើយក្មួយរាងកាយមិនរឹងមាំដូចជាយើងក្មេងទេមីងទៅវិញសិនហើយហ្នឹងមិនបានចូលទៅមើលយាយអាំទេចាមិនអីទេណាមីងអរគុណសម្រាប់របស់បញ្ញានេះណានេះនាងសំគេយកសាច់គោនិងពោះវៀនគោមកឲ្យទៀតហើយមែនទេបានឆ្ងាញ់មាត់ទៀតហើយកំពុងតែឃ្លានផងយ៉ាងមិនដែរអ្នកនាងបានសាកសងជាមួយលោកប្រុសសត្វវង្សនោះមិនតែដូចជាផ្អែមល្ហែមណាគឺថាខ្ញុំនឹងកេងមានចំណុចដែលដូចគ្នាច្រើនណាស់ណែនាងជឿនអញថាតើមើលលោកសត្វវង្សមានចិត្តមកលើយើងឬអត់ពធអ្នកនាងហើយខ្លួនឯងសោះមកសួរតែខ្ញុំក្រែងថាបានសាកសងជាមួយគ្នាហើយតែចាំមិនក៏មិនសង្កេតម៉ែថាគាត់គិតបែបណាចំពោះអ្នកនាងនោះខ្ញុំមើលមិនដឹងតែថាមកតាកេងដូចជារៀងសក់កក្រក់បន្តិចតែមិនអីទេខ្ញុំនឹងរកវិធីនៅក្បែរគេបានច្រើនជាងនេះអ្នកនាងកាត់ទៅរកប្រដល់ផ្ទះមែនទេហើយមិនល្អទេអ្នកនាងឯងនេះពិតជាមាត់ស្អុយណាស់ខ្ញុំជាស្រីតែធ្វើខ្លួនបែបនោះមិនកើតទេអញក៏ដឹងថាគ្រួសាររបស់គេងរកស៊ីការងារជាមួយគ្រួសារខ្ញុំលោកប្រុសសត្វវង្សតែងតែមកជួបជាមួយនឹងលោកពុកនិយាយពីរឿងចំនួនតែរហូតហ្នឹងនេះក៏បានន័យថាអ្នកនាងរកវិធីចាប់លោកប្រុសសត្វវង្សធ្វើជាប្តីមែនទេបើចឹងមែនណាចាំខ្ញុំជួយណាណៃឯងនេះមិនក៏ល្ងងបាត់នេះកាត់ឃើញតែកំណត់ដែលនាំឲ្យយើងអាប់អន់កិត្តិយសគឺខ្ញុំមានន័យថានៅពេលដែលគេមកនិយាយរឿងការងារជាមួយលោកពងខ្ញុំមានឱកាសបានជួបគេច្រើនខ្ញុំនឹងធ្វើឲ្យគេបាក់ចិត្តស្រឡាញ់ខ្ញុំមិនមែនរៀបចំគម្រោងចាប់ប្រុសដូចជាឯងគិតនោះទេចាសំទោសអ្នកនាងមានលោកប្រុសនឹកឃើញអីទៅបានតែចង់ដើរលេងនៅក្នុងភូមិបែបនេះនោះគឺមកពីខ្ញុំចង់ដើរហ្នឹងណានេះខ្ញុំខាន់តែមកក្រៅបែបនេះយូរហើយចង់មកពីការរស់នៅរបស់អ្នកភូមិចាំមិនដែរ
មានយ៉ាងម៉េចទៅលោកប្រុសគឺដោយតែមុននឹងហើយអ្នកស្រុកគ្មានអ្វីក្រៅពីធ្វើស្រែនិងចិញ្ចឹមសត្វដាំបន្លែទុកគ្រុនហូបនោះទេហើយសល់ខ្លះក៏យកទៅលក់ចែកគ្នាតែឯងនេះដឹងរឿងច្រើនណាស់នេះក៏តែបកគលទូនាទីជាមេភូមិទៅស័ក្តិសមជាមួយនឹងឯងអ្នកចង់ធ្វើដែរទេអូអត់ទេណាលោកប្រុសគឺសុខចិត្តនៅបំរើលោកប្រុសល្អជាងណាអេលោកប្រុសនោះជាស្រីស្អាតតាមកពីណាហ្នឹងអេសួស្ដីអូនស្រីនេះទៅមកពីណាហ្នឹងបានឯកាន់ចុតដង្ដៃនោះឲ្យបងសមើបន្តិចបានទេណែសាយឲ្យមានសុជីវធម៌បន្តិចបានទេកុំលេងសាច់ច្រើនពេកណាសុំទោសណានាងមនុស្សរបស់ខ្ញុំគាត់ជាមនុស្សចូលចិត្តលេងសាច់ច្រើនកុំមកកាន់គាត់អីណាចាលោកខ្ញុំមិនប្រកាន់ទេចឹងខ្ញុំសុំទៅសិនហើយអេចប់សិននេះនាងទៅមកពីណាហ្នឹងហើយកំពុងតែកាន់អ្វីហ្នឹងខ្ញុំទៅតែមកពីបេះផ្លែព្រៃនឹងណាហើយនេះជាផ្លែដែលខ្ញុំបេះបានមានអីមែនទេហើយតានាងបេះវាចូលទៅធ្វើអីតែនេះកំប្រាប់ថាបេះចូលតែញ៉ាំមិនសោះណាបើមិនអាចបេះតែញ៉ាំអាចខ្ញុំយកទៅធ្វើអីវិញទេគឺខ្ញុំយកទៅស្លហ្នឹងហើយផ្លែព្រៃខ្លះគឺញ៉ាំបានណាលោកមិនពុលនោះទេខ្ញុំធ្វើបែបនេះទៅរហូតមិនត្រឹមតែញ៉ាំទេខ្ញុំក៏អាចបេះវាយកទៅលក់ចែកដល់ភូមិហូបផងទៀតណោះអញ្ចឹងនេះខ្ញុំស្មានថាបន្លែព្រៃហូបបានខាញ់តែអញ្ចឹងល្អណាស់នេះនាងមានច្រើនណាស់ទេលក់ចែកខ្ញុំខ្លះមកណាអត់ទេណាលោកថ្ងៃនេះខ្ញុំបេះបានតែមិនបានលក់ទេមើលទៅសាច់ខ្ញុំលោកគឺជាកូនអ្នកមានចឹងហើយតែបានខ្ញុំមិនដឹងថាផ្លែព្រៃជារបស់ដែលយើងអាចហូបបានណោះចឹងខ្ញុំសុំទេសិនហើយអាយ៉ានេះលោកប្រុសរបស់ខ្ញុំមើលមកគេមិនដាក់ផ្នែកសោះចាប់អារម្មណ៍គេហើយមែនទេហ្នឹងឯងនិយាយអីហ្នឹងបានហើយតោះតែមុខទេតែនេះទៅនាំគ្នាមកពីណាណាកូនម៉ែខំដាក់រកពេញផ្ទះសួរអ្នកណាក៏មិនដឹងគឺកូនទៅមកពីដើរលេងនៅតាមភពនឹងណាម៉ែនេះណាម៉ែមានការអីជាមួយកូនមែនទេចាម៉ែមានរឿងសំខាន់និយាយជាមួយកូនពាក់ព័ន្ធអនាគតកូននឹងណានេះឃើញថាកូនម៉ែក៏ពេញកំឡោះហើយការងារក៏យល់ច្រើនពីលោកពុកម៉ែគិតថានឹងរៀបចំឲ្យកូនមានគូសកលតែកូនគិតយ៉ាងម៉េចដែរនេះខ្ញុំថាខ្ញុំនៅក្មេងនៅឡើយទេណាម៉ែមិនទាន់ចង់គិតរឿងនេះទេណាមួយចង់យល់ការងារពីលោកពុកឲ្យបានច្រើនសិនក្មេងអីទៀតទៅកូនអាយុជាង20ហើយនោះម៉ែក៏បានឃើញកូនស្រីគេម្នាក់គឺថាស័ក្តិសមជាមួយកូនសិទ្ធិវង្សតែម្ដងគឺក្មេងរាជនីកូនរបស់លោកស្រីទេវីនឹងណាឃើញថាគ្រួសារយើងក៏ស្និទ្ធជាមួយគ្នាកូនគិតយ៉ាងម៉េចដែរអ្នកនាងរាជនីមែនទេត្រូវហើយនេះតើនិយាយការងារជាមួយលោកពុកអ្នកគ្រួសាររបស់លោកបង្គោលមិនចាប់អារម្មណ៍កូនកំមុំគេខ្លះទេក្មេងរាជនីបានទាំងព្រមស្អាតក៏ស្អាតពូកែការងារក៏សពគ្រប់ម៉ែគិតថាក្មេងស្រីណាស័ក្តិសមជាមួយកូនជាងក្មេងរាជនីទេតែកូនតែទុកនាងត្រឹមតែជាមនុស្សស្គាល់គ្នាធម្មតាប៉ុណ្ណោះចំពោះអារម្មណ៍ស្នេហាគឺថាកូនណែបថុលលោកប្រុសអ្នកនាងរាជនីស្រស់ស្អាតគ្មានអ្វីប្រៀបផ្ទឹមប៉ុណ្ណឹងហើយលោកប្រុសគ្មានអារម្មណ៍ជាមួយទៀតមែនទេតាមខ្ញុំដឹងបរោះជាច្រើនចង់បានអ្នកនាងរាជនីណានេះបើលោកប្រុសមិនឆាប់ចូលទេប្រយ័ត្នតែគេយកបាត់ទៅណាណែសាឯងនេះដឹងក៏ប្រឹងតែម្ដងហើយណាមែនហើយកូនឆាប់នេះម៉ែនឹងលោកពុកកូននឹងតែនិយាយជាមួយគ្រួសារលោកមង្គលនិយាយពីរឿងកូននិងក្មេងរាជនីហើយហើយចុះសាច់កូនមិនសមឲ្យទៅណាហើយនេះខ្ញុំទុកនៅត្រង់នេះហើយតែបាត់ទៅណាអស់ហើយតិចមិនឆ្កែឆ្មាវាឡើងមកពំចិត្តតែបាត់ទៅដឹងនេះកំពុងតែរកមើលអីនឹងចៅមូតាតែខ្ញុំកំពុងតែរកសាច់កូនដែលមិនសមឲ្យព្រឹកមិញនឹងណាលោកយាយនេះខ្ញុំទុកនៅត្រង់នេះហើយមិនក៏មិនខាញ់បែបនេះអញ្ចឹងនេះចៅប្រកាសចិត្តហើយមែនទេថាទុកនៅត្រង់នេះនោះអេតិចឆ្កែឆ្មាវាពំយកទៅស៊ីនៅឯណាបាត់ហើយទេដឹងហឹងខ្ញុំចាំច្បាស់ណាស់ថាទុកនៅត្រង់ហ្នឹងប្រហែលហើយយាយនេះមកលោកយាយប្រឡាក់ឯហ្នឹងហើយយាយតែមកពីណាអូគឺយាយទៅតែមកពីឈឺជុះនឹងណាំងនេះប្រហែលជាទឹកមាត់ស្លាដែលយាយហូបប្រឡាក់មិនបានជូតហើយមែនហើយយាយចុះទៅក្រោមមិញនេះឃើញវាពំអីផងក៏មិនដឹងពំទៅយ៉ាងលឿនប្រហែលជាពំសាច់គោនឹងហើយមើលទៅនោះហើយនេះខំថាធ្វើមកហូបបានឆ្ងាញ់មកតែបែរជាឆ្មាលុយយកសាច់ទៅបាននេះតែយើងបានអីហូបទៅណាហើយចោះចៅរបស់បាត់ទៅហើយនោះមានអីហូបក៏ហូបសិនទៅណាចៅយាយមិនឃ្លានទេចៅធ្វើអីហូបតែម្នាក់ឯងចោះ
លុតថ្ងៃបន្ទាប់ឪពុកម្ដាយរបស់សត្វទេវវង្សក៏បានមកចូលចែកចែងរាជធានីឲ្យកូនរបស់ពួកគេ នេះមកទាំងពីរអ្នកតែម្ដងហើយប្រកាសជាមានរឿងអីសំខាន់ហើយមែនទេនេះ ចាប៉ិតណាគឺអញ្ចឹងណារាល់ថ្ងៃនេះក្មួយរាជនីទំនេរដែរទេ កូនរាជនីហ៎ចាញ់នាងមិនរវល់អីប្រមាណទេរាល់ថ្ងៃនេះរៀនវិជ្ជាមេផ្ទះកិច្ចការក្នុងផ្ទះនិងរៀនដេប៉ាអីអស់ហ្នឹងថារវល់ក៏បានមិនរវល់ក៏បានមានអីមែនទេនេះ និយាយឲ្យចាំតែម្ដងទៅណាអូនចាំបាច់ពេកឆ្ងាយធ្វើអីទៀតណា អញ្ចឹងណាអ្នកដែលសួរមិញនេះមិនមែនសួររឿងរវល់រឿងការងារអីទេគឺចង់សួរថារាល់ថ្ងៃនេះក្មួយរាជនីមិនជាប់ពាក្យជាប់សម្ដីនឹងកូនប្រុសរបស់អ្នកណាម្នាក់ហើយឬណីបើថានៅទេខ្ញុំនិងលោកបងចង់ចែកចៅក្មួយរាជនីឲ្យកូនខ្ញុំសិទ្ធិវង្សនឹងណាអ្នកយល់យ៉ាងណាដែរទេ អូរឿងនេះទេអី លោកបងគិតយ៉ាងម៉េចដែរ អូចំពោះកូនរាជនីមិនមានជាប់ពាក្យសម្ដីជាមួយនឹងអ្នកណានោះទេណានេះខ្ញុំមិននឹកស្មានថាក្មួយសិទ្ធិវង្សគេពេញចិត្តនឹងកូនរាជនីសោះនេះគេមកទីនេះតែរហូតតែខ្ញុំនៅតែមើលមិនដឹង ចានេះកូនរាជនីទំនេរស្អាតតែម្ដងមិនទាន់មានជាប់ពាក្យសម្ដីជាមួយអ្នកណាទេកន្លងមកនេះមានកូនគ្រួសារអ្នកមានទ្រព្យជាច្រើនបានមកស៊ូនាំតែនាងបដិសេធតែរហូតនឹងតែបើចំពោះក្មួយសិទ្ធិវង្សវិញចាំខ្ញុំស៊ូចិត្តកូនស្រីសិនណា មែនហើយព្រោះថាមិនហ៊ានសម្រេចដោយចិត្តឯងនោះទេណាត្រូវតែសួរសម័យខ្លួនគេសិនថាគេព្រមឬអត់នោះមិនអីទេណាលោកម្ចាស់សួរចិត្តក្មួយរាជនីសិនទៅណាពួកខ្ញុំក៏មិនបង្ខំដែរព្រោះរឿងគូជីវិតនេះដឹងសពហើយតាថាមិនអាចបង្ខំចិត្តបាននោះទេមែនទេលោកស្រី ចាពិតប្រកបណាស់លោកម្ចាស់យើងបង្កើតរាងកាយគេបានតែចិត្តគំនិតគេយើងមិនអាចបង្កើតបាននោះទេតែបើចិត្តខ្ញុំវិញនេះខ្ញុំពេញចិត្តនឹងក្មួយសិទ្ធិវង្សណាស់ឃើញថាជាក្មេងដែលមានសន្តានចិត្តល្អចេះជួយយកអាសាអ្នកដទៃចរិតល្អរស់រាយមិនប្រកាន់ខ្លួនសង្ឃឹមថាកូនរាជនីគេនឹងគិតដូចជាខ្ញុំផងចឹង ហើយចុះពេលនេះក្មួយរាជនីទៅណាហើយមិនក៏មិនឃើញបែបនេះ អូកូនរាជនីនៅសួនផ្កាខាងក្រៅផ្ទះឯណោះគឺថាកូនចូលចិត្តផ្កាទំនេរទៅអង្គុយលេងស្រូបខ្យល់ធម្មជាតិគឺបែបនេះ ជាកូនស្រីគឺបែបនេះហើយណា យ៉ាងណាជួយសួរចិត្តក្មួយរាជនីឲ្យផងណានេះបើនាងប្រូម៉ាគឺប៉ិតជាល្អណាស់ចិត្តខ្ញុំនិងលោកបងប៉ងមកយូរហើយថាចង់បានក្មួយរាជនីមកធ្វើជាកូនប្រសាមែនទេលោកបង បាទជាការប៉ិតណាស់ សង្ឃឹមថាគ្រួសារយើងទាំងពីរនឹងខ្លាចទៅជាដន្លងនឹងគ្នាផងទៅចោះហើយការរកស៊ីរបស់ពួកយើងក៏កាន់តែរឹងមាំជាងមុនទៀតមែនទេលោកម្ចាស់ បាទប៉ិតមែនហើយដែរលោកម្ចាស់ អ្នកនាងអើយអ្នកនាងយ៉ាងម៉េចឯងនឹងនាងជឿនខំចំទាម្លេះនរណាងាប់មែនទេ គ្មានអ្នកណាស្លាប់ទេអ្នកនាងតែពេលនេះបំណងរបស់អ្នកនាងបានខ្លាចជាការពិតហើយ នេះខ្ញុំរំភើបជំនួសអ្នកនាងណា មានរឿងអីតាំងមិនក៏អរខេបរខប់ម្លេះមានអីក៏និយាយមកនៅរៀបរាប់ដល់ណាទៀតទេ គេថាមិននេះលោកប្រុសលោកស្រីឪពុកម្ដាយរបស់លោកសិទ្ធិវង្សគាត់មកទីនេះគឺថាមកនិយាយការសំខាន់ណាស់ណា អើយការសំខាន់អីតាំងមិនក៏មិនឆាប់និយាយមកបើមិននិយាយទេយ៉ាងទៅហើយ គេមកសួរចែកចាយអ្នកនាងឲ្យកូនប្រុសរបស់គាត់លោកសិទ្ធិវង្សនឹងណា នេះចាំមិនដែរសប្បាយចិត្តដែរទេ ថាម៉េចឯងនិយាយគឺជាការពិតមែនទេនាងជឿន ពុទ្ធោរឿងបែបនេះអ្នកណាតែនិយាយលេងទេខ្ញុំលប់ស្ដាប់មិនហ្នឹងលើទាំងអស់បែបនេះហើយទៅខ្ញុំបញ្ញាប្រត់មកប្រាប់អ្នកនាងនោះ ហើយនេះខ្ញុំមិននឹកស្មានថាគេលឿនដល់ថ្នាក់នេះសោះខ្ញុំមិនទាន់បានត្រៀមខ្លួនផងគេឲ្យពុកម៉ែរបស់គេចូលសួរទៅហើយនេះខ្ញុំស្មានថាគេមិនចាប់អារម្មណ៍នឹងខ្ញុំទៅហើយតាំង ទាំងស្អាតទាំងមិត្តដូចជាអ្នកនាងបែបនេះអ្នកណាថាមិនចង់បាននោះថែមទាំងគ្រួសារលោកក៏ស្និទ្ធជាមួយគ្រួសារអ្នកនាងទៀតបែបនេះហើយទៅគាត់ប្រញាប់នោះខ្លាចមិនតាន់គេនោះអី ហើយចុះលោកពុកអ្នកម៉ែជើងគាត់ថាយ៉ាងម៉េចដែរនាងជឿន មានយ៉ាងម៉េចគេ មាត់វែងណាស់លឿនជាងយើងទៅទៀតឯងនេះនាងជឿន អើយលោកស្រីមកហើយអ្នកនាងសួរគាត់ខ្លួនឯងទេ អំបាញ់មិញនេះលោកពិជ័យនិងអ្នកស្រីអំពរគេបានមកស៊ូម៉ែថាគេចង់ចាច់ចៅកូនឲ្យក្មួយសិទ្ធិវង្សនេះម៉ែមិននឹកស្មានថាលឿនបែបនេះសោះកូនម៉ែពិតជាមិនធម្មតាពិតមែន នេះត្រឹមតែបានជជែកគ្នាលេងតែម្ដងសោះលោកប្រុសសិទ្ធិវង្សចាប់ចិត្តលើអ្នកនាងខ្ញុំទៅហើយអ្នកណាមិនចាប់អារម្មណ៍បើល្អអីយ៉ាងនេះនោះមែនទេលោកស្រី ហ
ហើយចុះអ្នកម៉ាញ់ប្រាប់ទៅខាងគាត់យ៉ាងម៉េចដែរទេ គាត់ថាចាំសួរចិត្តអ្នកនាងសិនព្រោះអីក៏មិនចង់ឲ្យគេគិតថាគាត់ចិត្តងាយចង់បានលោកសិទ្ធិវង្សជាកូនប្រសានឹងណែតាមប៉ុន្តែក្នុងចិត្តគាត់ដឹងច្បាស់ហើយថាអ្នកនាងព្រមតាំងពីយូរអើយសុំទោសលោកស្រី នាងជឿនឯងនេះនិយាយកាត់មុខយើងរហូតយ៉ាងម៉េចបើឯងដឹងគ្រប់សពបែបនេះឯងសម្រាប់តែម្ដងទៅ មែនអស់លោកស្រីចាំខ្ញុំនឹងយកដំណឹងនេះទៅប្រាប់គ្រួសារលោកសិទ្ធិវង្សហើយថាអ្នកនាងរាជនីពេញចិត្តណាស់ពេញចិត្តតាំងពីយូរមកម្ល៉េះបងឲ្យតែលោកសិទ្ធិវង្សចូលស្ដីទេ នាងជឿនមកឯងនេះតែបានស៊ីដុំដែរឥឡូវហើយស្ងាត់ខ្លះទៅបានទេខ្ញុំកំពុងតែនិយាយរឿងសំខាន់ជាមួយអ្នកម៉ាញ់ឯងមានអីត្រូវធ្វើក៏ទៅធ្វើសិនទេចេះដឹងខុសរបៀបហើយមាត់វិញអរប៉រពោចដូចស្វាអញ្ចឹងនាងខ្ជឿននេះ ជារៀងរាល់យប់យាយអាំតែងតែចែកយកចំណៃគ្រប់ពេលវេលា នេះសត្វកង្កែបវាទៅឯណាអស់ហើយមិនក៏មិនឃើញសំបីតែមួយក្បាលបែបនេះដឹងទេថាយើងឃ្លានអើយសែនឃ្លានយើងឃ្លាននោះឃ្លានយើងឃ្លាន អូនោះគឺនៅទីនោះហើយតើ របស់ឆ្ងាញ់មកនេះមករបស់ឆ្ងាញ់ នេតុយដែលតែងតែដើរឆ្លងកង្កែបរៀងរាល់យប់ក៏បានមកដល់ទីនេះយីរដងដូចជាមិនស្កាត់អញ្ចឹងទេហើយជាប់កង្កែបវាទៅដាក់អស់ហើយមិនក៏មិនឃើញមកក្បាលអញ្ចឹងនេះដើរក៏មកឆ្ងាយហើយដែរ គិតថាអាចគេចផុតមែនទេអាល្អិត មកនេះមកយើងឃ្លានណាស់មកធ្វើជាចំណីរបស់យើងមក អេហើយតើសម្លេងណាមកដេញចាប់កង្កែបនោះដូចជាមិនមែនសម្លេងរបស់មនុស្សប្រុសនៅខាងណាអញ្ចេះអូដូចជាលឺនៅខាងនោះតែមើលមើល ពិតជាឆ្ងាញ់មែន ហាអាបអើយជួយផងអ្នកភូមិខ្មោចអាបអើយយាយអាមក្រោយពីបានដឹងថាមានគេឃើញគាត់ក៏ប្រញាប់កិច្ចខ្លួនចេញពីទីនោះបាត់ទៅ នេះឯងច្បាស់ដែរទេអទុយថាបានឃើញអាបនោះភូមិយើងមិនដែលមានរឿងបែបនេះទេណា គឺខ្ញុំឃើញពិតមែនណាមីងគឺឃើញវាកំពុងតែតំពីកង្កែបស៊ីឬតែគ្រប់គ្រងថាឆ្ងាញ់ណាស់នេះខ្ញុំមិនទាន់បាត់ភ័យព្រឺសបល់ផងនេះ ហើយចុះឯងឃើញមុខច្បាស់ដែរទេថាគេជាអាប់អ្នកណានោះឯងនេះសង្ស័យតែសង្វឹងជ្រុលហើយក៏ព្រើលភ្នែកហើយមើលទៅនោះមានអាប់មកពីណាទៅ ខ្ញុំមិនបានផឹកទេណាមីងហើយមុខក៏ខ្ញុំមិនបានឃើញច្បាស់ដែរគ្រាន់តែដឹងថាជាអាបស៊ីកង្កែបខ្ញុំនិយាយជាការពិតណានេះពេលមិនជឿមែនទេព្រៃអាបគឺពិតជាមានពិតមែន ពេលចំនួនដើមមុនកាមីងនៅក្មេងមីងជឿថាមានពិតមែនព្រោះមីងបានលើកចដូនមីងនិយាយឲ្យស្ដាប់តែមកដល់ឥឡូវហ្នឹងណារឿងបែបនេះវាសាបលាបអស់ហើយគ្មានទេព្រោះតាំងពីតូចមកដល់ពេលនេះមិនដែលបានឃើញទេ មិនដែលឃើញមិនប្រកាសថាគ្មានទេណាមីងជួនកាលវាទៅតែបង្ហាញខ្លួនកថាបានដែរនេះវាអាចមានតាំងពីយូរតែចេះមិនដឹងនោះអី អាតុយវានិយាយក៏សំហេតុផាម្យ៉ាងដែរអេងហើយចុះថ្ងៃមុនជ្រូកអ្នកភឿនត្រូវសัตว์ហែកស៊ីនោះតែជាអាប់ដែរតុយនិយាយទេដឹង មែនហើយណាមីងខ្ញុំថាប្រកាសជាអាប់នោះវាហែកខំស៊ីហើយនេះភូមិយើងឥឡូវដូចជាមិនស្រួលសោះ នេះកំពុងតែនិយាយគ្នាពីរឿងអីហ្នឹងណាមីង អូគឺអាតុយនឹងហ្នឹងវាថាយប់មិញនេះពេលវាឆ្លុះកង្កែបវាថាវាបានឃើញអាប់ស៊ីកង្កែបណាក្មួយមិនដឹងថាវានឹងបានឃើញពិតឬមួយក៏ព្រើលភ្នែកនោះទេ ខ
ខ្ញុំមិនមែនចាស់ដល់ថ្នាក់ព្រុលផ្នែកមើលមិនដឹងទេណាមីងគឺឃើញពិតណាស់គ្រាន់តែថាមើលមុខវាមិនសូវច្បាស់ ចុះបើមើលមិនច្បាស់មិនក៏និយាយថាឃើញអាប់ទេឯងនេះនិយាយត្រឡប់ត្រឡិនហើយនេះអាប់មែនទេអ្នកភូមិយើងមានអាប់ពីណាបងមិនដែលលើទេតាំងពីតូចមក ហើយនេះមិនជឿក៏តាមចិត្តទៅចោះតែខ្ញុំជឿថានៅថ្ងៃណាមួយអ្នកទាំងអស់គ្នាប្រកាសជាបានឃើញដោយខ្លួនឯងមិនខាននោះទេ មកនិយាយឲ្យតែឯងខ្លាចអាទុយនេះនេះក្មួយមកពីណានឹងបានអីខ្លះជាប់នឹងដៃនឹងក្មួយ ចាខ្ញុំទៅតែមកពីដល់ប្លែណាមីងយកខ្លះទេខ្ញុំបេះបានច្រើនណាស់ណា មិនអីទេណាក្មួយຕົកស្លោហូបខ្លួនឯងចាស់មែនហើយចុះលោកយាយយ៉ាងម៉េចហើយឮថាមិនស្រួលនោះអីមីងនេះចេះតែរវល់មិនបានឆ្លៀតទៅមើលសោះ អូសុខភាពយាយធម្មតាតែមីងគ្រាន់តែថាខ្ញុំមិនឲ្យគាត់ចេញក្រៅខ្លាចជំងឺគាត់ធ្លាប់មកវិញនឹងណាតែអីគាត់នៅតែក្នុងផ្ទះតែនេះខ្ញុំក៏ដូចគ្នាមិនបានចូលទៅមើលសោះចាំតំណេចាំមីងទៅសួរសុខទុក្ខណាមនុស្សចាស់ចឹងហើយក្មួយឈឺច្រើនមិនដូចយើងក្មេងៗទេចាស់ណាមីងពិតមែនហើយចឹងខ្ញុំសុំទៅមុនហើយណាបញ្ញាប្រៀបចំបាយទឹកឲ្យលោកយាយចាតែចុះក្មួយនៅតែពីអ្នកយាយនឹងចៅតាំងពីម៉ែឪស្លាប់ចោលមកជីវភាពពិបាកមិនដឹងជាកម្មអីទេមកជួបបែបនេះនោះ នឹងហើយនេះអញ្ចឹងហើយបានជាខ្ញុំពេលបានអីបន្តិចបន្តួចតែងតែយកទៅចែកនឹងហ្នឹងព្រោះនឹកឃើញអាណិតគ្នាជាស្រីមិនដឹងរកអីបានហូមហើយត្រូវចិញ្ចឹមលោកយាយចាស់ម្នាក់ទៀតផងគិតថារត់ទៅផ្ទះដែរហើយបាយទឹកឯងមិនទាន់បានធ្វើទេខ្លាចจะត្រូវមាត់ប្តីហ្នឹងឯងតែសិនហើយណា ចាខ្ញុំក៏អញ្ចឹងដែរ